ថ្ងៃនេះយើងជួបគ្នាសារជាថ្មីម្ដងទៀតដោយការពីវីដេអូមុនខ្ញុំបានបង្រៀនបងប្អូនដល់រូបមន្តកណនីធំនិងតូចមីនម៉ាញណាអញ្ចឹងថ្ងៃនេះយើងចូលដល់ចំណុច 2.9 រូបមន្តសម្រាប់រាប់ចំនួន cell ដែលមានទិន្នន័យតាមអនុគម count អញ្ចឹងនេះគឺជារូបមន្តដែលយើងប្រើប្រាស់សម្រាប់រាប់ចំនួន cell នេះគឺជាឧទាហរណ៍នៃការប្រើប្រាស់រូបមន្តអញ្ចឹងនៅក្នុង Microsoft Excel គឺនៅពេលដែលយើងប្រើរូបមន្តគឺយើងត្រូវប្រើសញ្ញាស្មើបន្ទាប់មកយើងសេ count ហើយបើកវងកញ្ចក់កន្លែង value ក្បៀស value យើងបិទវងកញ្ចក់វិញ enter អញ្ចឹងកន្លែងពាក្យថា value 1 និង value 2 ជាតម្លៃលេខនីមួយៗនៅក្នុង cell ដែលត្រូវរាប់បញ្ចូល cell អញ្ចឹងឧទាហរណ៍នេះគឺគេមានជារូបភាពដែលត្រូវបង្ហាញបងប្អូនកន្លែងនេះគឺគណិតវិទ្យាបន្ទុក95ជាមួយនឹងភាសាខ្មែរបន្ទុក95ហើយនឹង computer បន្ទុក69អញ្ចឹងដើម្បីរាប់ចំនួន cell បានយើងត្រូវប្រើសញ្ញាស្មើយើងប្រើ count បន្តមកទៀតបើកវងកញ្ចក់យើង select ពី A2 រហូតមកដល់ C2 នេះបិទវងកញ្ចក់វិញយើង enter អញ្ចឹងនេះគឺជាទ្រឹស្ដីនិងឧទាហរណ៍ដើម្បីបង្ហាញដល់បងប្អូនអញ្ចឹងដើម្បីឲ្យកាន់តែងាយយល់ខ្ញុំសូមចូលទៅកម្មវិធី Microsoft Excel ដើម្បីបង្ហាញដល់បងប្អូនដើម្បីងាយស្រួលក្នុងការយល់ណាអូខេឥឡូវយើងមកដល់នៅក្នុងកម្មវិធី Microsoft Excel ហើយនេះគឺជាតារាងទិន្នន័យដែលយើងត្រូវឧទាហរណ៍អញ្ចឹងមាន hello row ជាលេខរៀងក៏ដូចជាឈ្មោះសិស្សហើយនឹង page ហើយ code នេះហើយនឹងមាននៅក្នុងនោះមានដូចជា Word Excel Excel 1 Excel 2 Publisher ជាមួយនឹង Photoshop អញ្ចឹងនេះគឺជាបន្ទុកនៃសិស្សម្នាក់ឧទាហរណ៍ខ្ញុំចង់ប្រើរូបមន្ត count នៅកន្លែងនេះខ្ញុំប្រើសញ្ញាស្មើតបមកខ្ញុំសេ count អញ្ចឹងនេះគឺវា load នៅខាងលើយើងចុចពីដងញាប់ទៅបន្តមកបើកវងកញ្ចក់អូតូអញ្ចឹង value 1 គឺមានន័យថាយើង select ចាប់ពី D នេះគឺជា D ដល់ថ្ងៃនេះគឺ D1 D24 នេះយើង select ត្រឹមនេះមកដល់G24 អញ្ចឹងនៅក្នុងនេះគឺវាចេញហើយនេះ value 1 គឺត្រឹម G value 1 ក៏ត្រឹម D24 ហើយនឹងចុច2 G24 នេះគឺជា value 2បន្តមកទៀតយើងចុចវងកញ្ចក់យើងចុចបិទវងកញ្ចក់យើងចុច enter ពេលនោះគឺទិន្នន័យដែលយើងសរុបមកគឺមានន័យថាចឹងទិន្នន័យយើងរាប់ចំនួនមកគឺមាន4ចំនួនកន្លែងនេះគឺគេចង់រាប់ចំនួនទៅលើមេរៀននីមួយមិនមែនសរុបបន្ទុកគាត់ឲ្យខ្ញុំឧទាហរណ៍នេះគឺជាកន្លែងការសរុបបន្ទុកប៉ុន្តែមិនមែនសរុបបន្ទុកទេបើយើងប្រើសរុបបន្ទុកគឺយើងប្រើSUMដើម្បីសរុបបន្ទុកណាប៉ុន្តែនេះគឺជាការរាប់ចំនួន cell អញ្ចឹងខ្ញុំ select ពី D24 រហូតដល់មក G24 នេះមានន័យថាវាមាន4នៃមេរៀនអញ្ចឹងមេរៀនទី1គឺ Word មេរៀនទី2 Excel 1ជាមួយនឹងមេរៀនទី3 Excel 2ហើយនឹង Publisher ណានេះគឺជា4អញ្ចឹងខ្ញុំអាចឧទាហរណ៍ខាងក្រោមក៏បានដែរខ្ញុំប្រើ count ខាងក្រោមដើម្បីរាប់ទិន្នន័យខ្ញុំប្រើ count ខ្ញុំអស់ពីលើមកវិញអស់ពីH24 រហូតដល់ H30 ខ្ញុំចុចបិទវងកញ្ចក់ enter អញ្ចឹងមាន7ចំនួនមានន័យថាខ្ញុំរាប់ឧទាហរណ៍ថា1 2 3 4 5 6 7អញ្ចឹងគឺមានន័យថាគឺយើងរាប់ចំនួន cell អញ្ចឹងគឺវាមានចំនួន7 cell អូខេអញ្ចឹងសម្រាប់រូបមន្តនៃការរាប់ចំនួន cell គឺត្រូវបានបញ្ចប់តែប៉ុណ្ណឹងបើសិនជាបងប្អូនមានចម្ងល់ក៏ដូចជាតែអ្នកដែលមិនទាន់យល់ទេអាច comment នៅខាងក្រោមបានជាចុងក្រោយក៏សូមអរគុណដល់បងប្អូនដែលបានតាមដានតាំងពីដើមរហូតដល់ចប់សូមអរគុណនិងសូមជម្រាបលា